កម្មវិធីកម្ចាត់មេរោគរបស់ពួក hacker កូរ៉េខាងជើងដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាមេរិករាប់ពាន់នាក់ក្នុងការប៉ុនប៉ងលួចបន្លំគ្រីបតូសារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី1 មេសាថាអ្នកជំនាញសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថាពួក hacker កូរ៉េខាងជើងដែលសង្ស័យថាបានវាយលុកកញ្ចប់កម្មវិធីដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាមេរិករាប់ពាន់នាក់ក្នុងការវាយប្រហារខ្សែចង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ដែលអាចចំណាយពេលរាប់ខែដើម្បីស្ដារឡើងវិញអ្នកជំនាញដែលកំពុងឆ្លើយតបនឹងការ hack បានប្រាប់ CNN ថាពួកគេរំពឹងថានឹងមានយុទ្ធនាការរយៈពេលវែងដើម្បីលួចរូបិយប័ណ្ណគ្រីបតូដើម្បីផ្ដល់មូលនិធិដល់របបកូរ៉េខាងជើងដែលជារឿយៗចំណាយប្រាក់លួចបែបនេះលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនអស់រយៈពេល3ម៉ោងនៅព្រឹកថ្ងៃអង្គារនេះពួក hacker ដែលភ្ជាប់ជាមួយទីក្រុងខ្ជុងយ៉ាងបានចូលទៅកាន់គណនីរបស់អ្នកបង្កើតកម្មវិធីដែលគ្រប់គ្រងកម្មវិធីប្រភពបើកចំហដែលគេស្គាល់ថា Asusពួក hacker បានប្រើការចូលប្រើនោះដើម្បីផ្សាយការអាប់ដេតដែលមានគំនិតអាក្រក់ទៅកាន់ស្ថាប័នណាមួយដែលបានទាញយកកម្មវិធីក្នុងអំឡុងពេលនោះដោយកំណត់ការប្រជែងគ្នាដោយអ្នកបង្កើតកម្មវិធីដើម្បីគ្រប់គ្រងគណនីរបស់គាត់ឡើងវិញនិងដោយនយោបាយប្រតិបត្តិសន្តិសុខតាមអ៊ីនធឺណិតនៅទូទាំងប្រទេសដើម្បីវាយតម្លៃការខូចខាតក្រុមហ៊ុននៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចចាប់ពីការថែរក្សាសុខភាពរហូតដល់ហិរញ្ញវត្ថុប្រើប្រាស់ Asus ដើម្បីសម្រួលដល់ការកសាងនិងគ្រប់គ្រងគេហទំព័ររបស់ពួកគេក្រុមហ៊ុន Cryptocurrency មួយចំនួនប្រើប្រាស់កម្មវិធីដោយក្រុមហ៊ុនបច្ចេកវិទ្យាដែលសកម្មនៅក្នុងឧស្សាហកម្ម Crypto ដែរ Mandiant ដែលជាក្រុមហ៊ុនស៊ើបការតាមអ៊ីនធឺណិតដែលគ្រប់គ្រងដោយ Google បាននិយាយថាក្រុម hacking កូរ៉េខាងជើងដែលសង្ស័យថាជាអ្នកទទួលខុសត្រូវលោកឆាកម្មកាល់ប្រធានផ្នែកបច្ចេកវិទ្យា Mandiant បានប្រាប់ CNN ថាយើងរំពឹងថាពួកគេនឹងព្យាយាមប្រើប្រាស់នៅព័ត៌មានសម្ងាត់និងការចូលប្រើប្រព័ន្ធដែលពួកគេទទួលបាននាពេលថ្មីនេះនៅក្នុងការវាយប្រហារខ្សែចង្វាក់ផ្គត់ផ្គង់កម្មវិធីនេះដើម្បីកំណត់គោលដៅនិងលួចរូបិយប័ណ្ណគ្រីបតូពីសហគ្រាសវាទំនងជានឹងចំណាយពេលរាប់ខែដើម្បីវាយតម្លៃផលប៉ះពាល់ខាងក្រោមនៃយុទ្ធនាការនេះលោក John Hammond អ្នកស្រាវជ្រាវសន្តិសុខនៅក្រុមហ៊ុន Hodress បាននិយាយថាក្រុមហ៊ុនរបស់គាត់បានកំណត់អត្តសញ្ញាណឧបករណ៍ដែលសម្របសម្រួលប្រហែល135ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រហែល12ប៉ុន្តែនោះគ្រាន់តែជារូបថតតូចមួយនៃក្រុមជនរងគ្រោះដែលត្រូវបានគេរំពឹងថានឹងកើនឡើងខណៈដែលស្ថាប័ននានាបានរកឃើញថាពួកគេត្រូវបានលួចចូលវាគ្រាន់តែជាការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ខ្លាំងក្លាចុងក្រោយបង្អស់ដែលសន្មតថាជាទីក្រុងខ្ជុងយ៉ាងកាលពី3ឆ្នាំមុនប្រតិបត្តិការកូរ៉េខាងជើងត្រូវបានចោទប្រកាន់ថាបានជ្រៀតចូលក្រុមហ៊ុនផ្ដល់កម្មវិធីដ៏ពេញនិយមមួយផ្សេងទៀតដែលក្រុមហ៊ុនថែទាំសុខភាពនិងបណ្ដាញសន្តាគារប្រើប្រាស់សម្រាប់ការហៅជាសំឡេងនិងវីដេអូក្រុម hacker ដ៏សម្បើមរបស់កូរ៉េខាងជើងគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនិងរងទណ្ឌកម្មយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិនិងក្រុមហ៊ុនឯកជនបានឲ្យដឹងថាពួក hacker កូរ៉េខាងជើងបានលួចលុយរាប់ពាន់លានដុល្លារពីធនាគារនិងក្រុមហ៊ុនគ្រីបតូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមន្ត្រីសេដ្ឋវិមានបាននិយាយនៅក្នុងឆ្នាំ2023ថាប្រហែលពាក់កណ្ដាលនៃកម្មវិធីមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងត្រូវបានផ្ដល់មូលនិធិដោយការលួចចម្លងតាម Digital បែបនេះកាលពីឆ្នាំមុនពួក hacker កូរ៉េខាងជើងបានលួចលុយ 1.5 ពាន់លានដុល្លារជារូបិយប័ណ្ណគ្រីបតូនៅក្នុងការវាយប្រហារតែមួយនៅក្នុងអ្វីដែលនៅពេលនោះជាការលួចចូលគ្រីបតូដ៏ធំបំផុតនៅលើកំណត់ត្រាលោក Bandit នៃផ្នែកស៊ើបការសម្ងាត់ការគំរាមកំហែងជាយុទ្ធសាស្ត្រនៅក្រុមហ៊ុនសន្តិសុខវិនដែលជាកម្មសិទ្ធិរបស់ Google បាននិយាយថាកូរ៉េខាងជើងមិនព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួនឬត្រូវបានគេកំណត់អត្តសញ្ញាណជាយថាហេតុនោះទេដូច្នេះគណៈពេលដែលប្រភពប្រតិបត្តិការទាំងនេះមានសម្លេងរំខាននិងទម្រង់ខ្ពស់នោះគឺតម្លៃដែលពួកគេសុខចិត្តចំណាយHammond បានពណ៌នាការ hack នេះថាជាពេលវេលាល្អឥតខ្ចោះដែលបានផ្ដល់ឲ្យនូវការទទួលយកភ្នាក់ងារ AI ដែលបង្កើតកម្មវិធីនៅក្នុងអង្គការដោយគ្មានការពិនិត្យឡើងវិញឬ Guardrail លោក Hammond បានប្រាប់ CNN ថាភាពទន់ខ្សោយដ៏ធំបំផុតនៃខ្សែសង្វាក់ផ្គត់ផ្គង់កម្មវិធីទាំងមូលមានទ្វារបើកចំហនៅក្នុងយុគសម័យបច្ចុប្បន្នដែលមនុស្សជាច្រើនមិនមានអ្វីដែលត្រូវដាក់នៅក្នុងគ្រឿងផ្សំទៀតទេ